រឿងមួយទៀតដែលទទួលការចាប់អារម្មណ៍ខ្លាំងនៅក្នុង MWC ដែរគឺទាក់ទងទៅនឹងក្រុមហ៊ុន Xiaomi ថ្មីៗនេះបានបញ្ចេញនៅ Mi 15 Ultra ក្រុមហ៊ុន Xiaomi ក៏គេបានផលិតនៅ lens camera សម្រាប់បំពាក់នៅលើទូរស័ព្ទដៃផងដែរជំនួសឲ្យការប្រើប្រាស់នៅកាមេរ៉ាធម្មតាដែលមានស្រាប់នៅលើទូរស័ព្ទដៃ Xiaomi គេបានបង្កើតនៅ Mario System សម្រាប់ការបំពាក់នៅ lens camera ធំនៅលើទូរស័ព្ទដៃដែលមានរាងតូចអញ្ចឹងយើងអាចប្រើប្រាស់ទូរស័ព្ទដៃជាប្រភេទកាមេរ៉ាអាជីពក៏បានដែរអញ្ចឹងនេះគឺជាបច្ចេកវិទ្យាថ្មីមួយតាមពិតគេធ្វើតាំងពីជំនាន់ Mi 12 Ultra ម៉េះប៉ុន្តែដោយសារតែជំនាន់នោះវាអត់ទាន់មានការចាប់អារម្មណ៍ឲ្យខ្លាំងទេទៅឆ្នាំ2025នេះគឺគេយកបច្ចេកវិទ្យាហ្នឹងមក upgrade ម្សាទៀតហើយយើងអត់ទាន់ដឹងថាតើ Xiaomi បញ្ចេញវាលក់នៅពេលណានៅឆ្នាំហ្នឹងឬឆ្នាំក្រោយយើងអត់ទាន់ដឹងតែប៉ុន្តែទោះយ៉ាងណាក៏ដោយវាជាការវិវត្តថ្មីមួយដែលធ្វើឲ្យក្រុមហ៊ុន Apple ក៏បាក់ចង្កេះដែរដោយសារតែ Apple គេបង្កើត MagSafe ប៉ុន្តែវាដូចជាអត់មានអីជាដងកំភួនខ្លាំងទេអានេះគឺជារឿងមួយដែលធ្វើឲ្យរង្គោះរង្គើវិស័យកាមេរ៉ាថតរូបផងដែរបើសិនជាយើងចង់ប្រើកាមេរ៉ាដែលមានទម្ងន់ធ្ងន់ក៏យើងបន្តទៅបើសិនជាយើងចង់ប្រើ lens កាមេរ៉ាធំនៅលើទូរស័ព្ទដៃអានេះគឺជារឿងមួយដែលយើងត្រូវពិចារណាដែរ